សហរដ្ឋអាមេរិកវាប្រហារតបតនឹងអ៊ីរ៉ង់វិញបន្ទាប់ពីក្រុងតេអ៊ីរ៉ង់សងសឹកប្រឆាំងនឹងកប៉ាល់ដឹកប្រេងអារ៉ាប់នៅច្រកសមុទ្រហូម៉ូសដែលជាហេតុធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ARDB ដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃអង្គារនេះនិងនៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថាទីក្រុង Washington កំពុងដាក់ចេញឡើងវិញនៅការបិទផ្លូវលើអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz លោក Trump បានស្នើដោយឡែកពីគ្នាថាសហរដ្ឋអាមេរិកនឹងចាត់វិធានការលើកប៉ាល់ផ្សេងទៀតដែលឆ្លងកាត់ដោយសុវត្ថិភាពនិងដែលបំផ្លាញគោលនយោបាយរាប់រយឆ្នាំរបស់អាមេរិកដែលគ្រប់គ្រងសេរីភាពនៅការធ្វើនាវាចរនៅទូទាំងពិភពលោកអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហារដែលផ្ដោតទៅលើប្រទេសបារ៉ែននិងកប៉ាល់ដឹកប្រេង2គ្រឿងដែលជាប់តាក់ទងទៅនឹងប្រទេសអារ៉ាប់រួមដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដែលបានសម្លាប់នាវិកម្នាក់និងរបួស8នាក់ផ្សេងទៀតអេមីរ៉ាតអារ៉ាប់រួមបានគំរាមសងសឹកអ៊ីរ៉ង់ដែលអាចទាញប្រទេសនេះត្រឡប់ទៅប្រភពដើមវិញគឺទីក្រុងអាប៊ូដាប៊ីនិងឌូបៃឲ្យចូលប្រយុទ្ធជាមួយនឹងទឹកដីតេអ៊ីរ៉ង់ការវាយប្រហារទាំងនេះបានកើតឡើងនៅពេលដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកជាគូប្រជែងទាំងពីរទាមទារការគ្រប់គ្រងច្រកសមុទ្រដែលជាច្រកដឹកជញ្ជូនធនធានប្រេងឆៅនិងអូស្មန်ធម្មជាតិ1/5 របស់ពិភពលោកដែលធ្លាប់ឆ្លងកាត់សម័យសន្តិភាពយូរមកហើយតម្លៃប្រេងឆៅ Brent បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល1ខែគឺជាង$84អាមេរិកនៅក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះប៉ុន្តែវានៅទាបជាងតម្លៃជិត$120អាមេរិកដែលជាតម្លៃឈានដល់កំពូលនៃសង្គ្រាមពួកគេពីមុនប៉ុន្តែគម្រាមកំហែងថ្មីៗនេះក៏អាចធ្វើឲ្យថ្លៃដើមឡើងថ្លៃនៅគ្រប់ទីកន្លែងផងដែរទីបញ្ជាការកណ្ដាលរបស់យោធាសហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានវាយប្រហារតំបន់ជុំវិញអាប៊ូមូសា បណ្ដាអាបាស ប៊ូសឺ ចាបាហា ចាស និងកូនូរ៉ាក់ដែលកំណត់គោលដៅលើប្រព័ន្ធការពារឆ្នេរសមុទ្រទីតាំងមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកនិងសមត្ថភាពដែនសមុទ្ររបស់អ៊ីរ៉ង់បានទទួលស្គាល់ការវាយប្រហារនៅជុំវិញតំបន់ទាំងនោះប៉ុន្តែមិនបានផ្ដល់ការវាយតម្លៃអំពីមនុស្សស្លាប់និងរបួសឬការខូចខាតភ្លាមនោះទេចំណែកយោធាសហរដ្ឋអាមេរិកបាននិយាយថាការវាយប្រហារទាំងនេះនឹងបន្តដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើកងកម្លាំងអ៊ីរ៉ង់និងធ្វើឲ្យសមត្ថភាពរបស់ពួកគេចុះខ្សោយនៅក្នុងការវាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់និងការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ផងដែរឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមានជាតិឆាសុតមន់ទេយាយម៉ានមានជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់ ARDB ជាធនាគារពាណិជ្ជនិងជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្លាយជាគ្រឹះស្ថានផ្ដល់ហិរញ្ញប្បទានបៃតងនិងហិរញ្ញប្បទានប្រកបដោយចីរភាពឈានមុខគេដែលផ្ដោតលើការអភិវឌ្ឍវិស័យកសិកម្មវិស័យជនបទនិងវិស័យបៃតងនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក